បើអស់ចិត្តស្រឡាញ់គ្នាហើយដោះលែងគ្នាទៅលែងលះគ្នាទៅហើយកុំវាយគាត់តែវាយគាត់អត់អាចលើកលែងអធិស្ឋានឲ្យបានទេទោះបីបងកែប្រែបងផ្លាស់ប្ដូរក៏ដោយគាត់ខ្លាចណាស់រឿងអង្សារនេះសាច់រឿងនេះមានន័យថាម៉េចបងប្អូនប្រពន្ធអត់មានចេតនានៅក្នុងការក្បត់ផិតប្តីទេតែដោយសារតែម្ដងជាពីរដងប្តីចេះតែចោតប្រកាន់រហូតដល់គាត់ទ្រាំអត់បាននៅក្នុងការប្រើអំពើហិង្សាវាយដំច្រំធាក់គាត់ផ្លូវចិត្តរបស់គាត់រ៉ាំរ៉ៃដល់ពេលផ្លូវចិត្តរបស់គាត់រ៉ាំរ៉ៃគាត់សម្រេចចិត្តថាទៅធ្វើរឿងហ្នឹងដើម្បីឲ្យប្តីលេងដល់ពេលឥឡូវធ្វើរឿងហ្នឹងហើយមកសារភាពប្រាប់ប្តីឲ្យប្តីគេអត់លេងទៀតប្តីគេថាទៅនៅមួយគេបើអស់ចិត្តត្រឡប់មកវិញ11ឆ្នាំជាមួយប្តីតបែតែសុបាយជីវិតភ័យខ្លាចរស់នៅដោយមានអារម្មណ៍អសុវត្ថិភាពរស់នៅដោយការចោទប្រកាន់រស់នៅដោយហិង្សារស់នៅដោយការលៀបពណ៌រស់នៅដោយការយល់ច្រឡំរស់នៅដោយការយល់ខុសរស់នៅជាមួយប្តីដែលអត់យល់ចិត្តណាមួយថ្ងៃកាត់ថ្ងៃកោថ្ងៃកាត់ថ្ងៃកោអ្នកតំណង11ឆ្នាំក្នុងជីវិតប្តីប្រពន្ធការស្រឡាញ់ការហួងហែងវាអាចទៅការប្រច័ណ្ឌប៉ុន្តែរឿងខ្លះវាអត់ដូចអ្វីដែលដៃគូយើងគិតទេប៉ុន្តែគេយល់ខុសមកលើយើងរហូតគួរទៅមកវិញគ្រូដោយករណីរឿងបងអូនស្រីដែលកំពុងប្រឈមនឹងអញ្ចឹងតំណតំណងជាមួយគ្នាអង្គុយក្បែរគ្នាគេថាយើងនឹងទៅបាច់ផ្ពាល់គ្នាប្តីគេប្រច័ណ្ឌប្រពន្ធបកស្រាយឆ្លើយតបហើយគេនៅតែទទួលយកអត់បានទៀតរហូតដល់ប្រើអំពើហិង្សាវាយដំច្រំធាក់ដល់ថ្ងៃមួយទៅកម្មវិធីប្រពន្ធទៅហើយអត់ដឹងថាមកខាងទៀតទៅផងតែជួបគ្នាក្នុងកម្មវិធីគេយល់ច្រឡំហៅមកសួរនាំវាយទីណាត់ទីណាញ់ដូចសត្វដូចធាតចឹងប្រពន្ធធ្លាប់និយាយថាម៉េចទេបើអស់ចិត្តស្រឡាញ់គ្នាហើយដោះលែងគ្នាទៅលែងលះគ្នាទៅហើយកុំវាយគាត់តែវាយគាត់អត់អាចលើកលែងអធិស្ឋានឲ្យបានទេទោះបីបងកែប្រែបងផ្លាស់ប្ដូរក៏ដោយគាត់ខ្លាចណាស់រឿងអង្សារនេះពីម្ដងទៅម្ដងពីម្ដងទៅម្ដងវាកើតលើរឿងយល់ច្រឡំហើយវាយប្រើអំពើហិង្សារហូតទៅដល់ប្រពន្ធគាត់មានអារម្មណ៍ថាឆ្អែតចិត្តរស់នៅជាមួយប្តីតែប្តីអត់ទុកចិត្តសោះប្តីតែងតែចោទប្រកាន់ប្តីតែងតែទម្លាក់កំហុសហើយមិនដាល់គិតថាខ្លួនឯងនឹងសាហាយស្មន់ផាត់ក្បត់ប្តីទេប៉ុន្តែដោយសារអាទង្វើរបស់ប្តីនឹងវាឆ្អែតពេកគាត់ទទួលបានអារម្មណ៍មួយពិបាកចិត្តណាស់បងប្អូនងាកមកប្តីគេអត់យល់ចិត្តចេះតែរឿងចាប់កំហុសចេះតែរឿងចោទចេះតែរឿងអីហ្នឹងទៅដល់ពេលយូរទៅគាត់ហត់ជាមួយនឹងការប្រកែករបស់ប្តីពេកគាត់ក៏បង្កើតតំណែងជាមួយមនុស្សដែលប្តីចោទហ្នឹងគេចេះយល់ចិត្តគេចេះអីចឹងទៅរហូតទៅដល់ស្ថានភាពខ្លួនឯងនឹងខ្វះភាពកក់ក្ដៅឯកាដល់ពេលគាត់ទាំងពីរនាក់ក៏មានអារម្មណ៍ល្អរហូតទៅដល់ជ្រុលជួសបងប្អូនឃើញទេដើមហេតុប្រពន្ធមានថ្មីប្រពន្ធមានសហាយឬមួយក៏គាត់ទៅជ្រុលជ្រោះជាមួយអ្នកក្រោយនេះដើមរឿងគឺប្តីប្តីអត់បានយល់ចិត្តគាត់ទេប្តីអត់បានយល់ពីទុក្ខលំបាករបស់គាត់ទេប្តីតែងតែគិតគាត់នឹងថាជាស្រីចេះស្រីចុះគ្នាអត់បានធ្វើនៅតែបង្ខំឲ្យគ្នាធ្វើបង្ខំឲ្យគ្នាសារភាពជាម្ដងជាពីរដងរហូតទៅដល់5 7សាដូចសាដូចទៀតទ្រាំអត់បានបងប្អូនគេចោទខ្លាំងពេកមានបណ្ដោយទៅដល់ពេលមាននឹងក៏មិនបានលាក់បាំងប្តីដែរមកសារភាពប្រាប់ប្តីទៀតថាប្តីគេសួរថាមាននឹងមានប្រមាណដងយើងក៏សារភាពទៀតថាមានជ្រុលខ្លួនមួយគេ2ដងខ្លួនឯងជាមនុស្សស្រីអត់ល្អទេបងមិនអាចបន្តរស់នៅជាមួយខ្ញុំបានទេមានន័យថាម៉េចគោលដៅរបស់គាត់ហ្នឹងគឺធ្វើមិនក៏ដោយលេងឲ្យដាច់លេងឲ្យចប់ទៅបើសិនជាអ្នកក្រោយហ្នឹងល្អយើងល្អមួយគេបន្តទៀតទៅតែបើសិនជាមិនល្អទេក៏ចប់ជាមួយនឹងឋាននរកបច្ចុប្បន្នហ្នឹងដែរតែប្តីគេមិនព្រមលេងប្តីគេនិយាយថាម៉េចទេរស់នៅមួយគេរស់នៅទៅអស់ចិត្តហើយត្រឡប់មកវិញមកតែគាត់អត់ចង់បានជីវិតបែបហ្នឹងគាត់ចង់បានជីវិតមួយដែលលេងលះគ្នាឲ្យចប់ឲ្យវាច្បាស់លាស់តែប្តីក្រោយពីគេដឹងរឿងហ្នឹងទាំងអស់ហើយគេអត់ព្រមលេងយើងទៀតគេទុកយើងអញ្ចឹងជីវិតដូចធ្លាក់នរកបងប្អូនសាគិតមើលសាច់រឿងនេះមានន័យថាម៉េចបងប្អូនប្រពន្ធអត់មានចេតនានៅក្នុងការក្បត់ផិតប្តីទេតែដោយសារតែម្ដងជាពីរដងប្តីចេះតែចោតប្រកាន់រហូតទៅដល់គាត់ទ្រាំអត់បាននៅក្នុងការប្រើអំពើហិង្សាវាយដំច្រំធាក់គាត់ផ្លូវចិត្តរបស់គាត់រ៉ាំរ៉ៃដល់ពេលផ្លូវចិត្តរបស់គាត់រ៉ាំរ៉ៃគាត់សម្រេចចិត្តថាទៅធ្វើរឿងហ្នឹងដើម្បីឲ្យប្តីលេងដល់ពេលឥឡូវធ្វើរឿងហ្នឹងហើយមកសារភាពប្រាប់ប្តីឲ្យប្តីគេអត់លេងទៀតប្តីគេថាទៅនៅមួយគេបើអស់ចិត្តត្រឡប់មកវិញទុកប្រពន្ធដូចជាទាស្គរចឹងទៅបើចង់លេងឲ្យយើងនឹងដាក់ពាក្យប្តឹងលេងទៅឃើញទេបងប្អូនវិធីសាស្ត្រនេះថ្មីសុទ្ធហ្មងដើមរឿងប្តីជាអ្នកបកធ្វើឲ្យប្រពន្ធទ្រាំបានទៅធ្វើរឿងហ្នឹងប្រពន្ធទៅធ្វើរឿងហ្នឹងដល់ពេលប្រពន្ធទៅធ្វើរឿងហ្នឹងបើប្រាប់ប្តីដើម្បីឲ្យប្តីលេងប្តីគេអត់លេងទេគេដើរតួជាជនរងគ្រោះថាគេគឺជាមនុស្សប្រុសល្អបងប្អូនណាវាជាសាច់រឿងមួយដែលបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នជីវិតគូនៅពេលដែលស្រឡាញ់គ្នាល្អល្អើនផ្អែមល្ហែមណាប៉ុន្តែនៅពេលដែលមានបញ្ហាមួយគ្នានិយាយពីល្វីងជូរចត់ពេលខ្លះសុំតែមួយរួចខ្លួននឹងរួចផងដូច្នេះវាជាសាច់រឿងមួយដែលបងប្អូនយកទៅពិចារណាតាមការគួរថាមុននឹងសម្រាប់ចិត្តធ្វើអីមួយសូមគិតគូរឲ្យបានវែងឆ្ងាយ